ខ្ញុំទៅតែមានឱកាសចូលរួមកម្មវិធីមួយដែលមានឈ្មោះថា Meal Training of Trainer ដែលជា Media Information Literacy ដែលគេបង្រៀនទៅលើអ្នកដែលចង់ក្លាយជា trainer ហើយខ្ញុំទោះបីជាពេលនេះខ្ញុំរវល់ការងារពេញម៉ោងក៏ដោយក៏ខ្ញុំឆ្លៀតពេលវេលាចូលរួមកម្មវិធីមួយនឹងដោយសារតែខ្ញុំគិតថាវាមានប្រយោជន៍ហើយវាជាអ្វីដែលយើងប្រើប្រាស់ប្រចាំថ្ងៃហើយខ្ញុំនឹងបង្ហាញពីសកម្មភាពមួយចំនួននៅក្នុងកម្មវិធីហ្នឹងថាកម្មវិធីនៅពេលដែលយើងចូលរួមហ្នឹងតែយើងនឹងទទួលបានឱកាសអ្វីខ្លះហើយយើងសប្បាយរីករាយបែបណាយើងរៀនបានអ្វីពីក្នុងកម្មវិធីមួយហ្នឹងពីព្រោះខ្ញុំនៅតែសង្កេតឃើញថាមានបងប្អូនមួយចំនួនដែលគាត់ចំណាយពេលវេលាខ្ជះខ្ជាយឥតសូវមានប្រយោជន៍ទេគាត់ចំណាយពេលវេលាធ្វើរឿងរ៉ាវមួយចំនួនដែលអត់បានអភិវឌ្ឍខ្លួនឯងអញ្ចឹងអ្វីដែលខ្ញុំតែងតែលើកទឹកចិត្តនៅក្នុងវីដេអូរបស់ខ្ញុំឆ្លៀតពេលវេលាទៅរកមើលកម្មវិធីដែលចូលរួមនៅតាមបណ្ដាញសង្គមយើងឆែកមើលតាមអង្គភាពមួយចំនួនដែលគេបង្កើតកម្មវិធីឡើងយើងគួរតែចូលរួមកម្មវិធីទាំងអស់ហ្នឹងយើងអាចរៀនសូត្រពីក្នុងកម្មវិធីហ្នឹងជាពិសេសគឺយើងបានបង្កើតបណ្ដាញទំនាក់ទំនងថ្មីៗនៅក្នុងកម្មវិធីហ្នឹងគ្រប់កម្មវិធីដែលយើងចូលរួមយើងអត់ចាំបាច់ចូលរួមកម្មវិធីណាដែលត្រូវចំណាយលុយទេខ្ញុំអត់ recommend ឲ្យទាំងអស់គ្នាចូលរួមកម្មវិធីណាដែលត្រូវចាយលុយបង់លុយដើម្បីចូលរួមទេកម្មវិធី free ទទួលបានផលប្រយោជន៍ទទួលបានអត្ថប្រយោជន៍មានច្រើនមែនទែនគួរតែស្វែងរកឱកាសទាំងអស់ហ្នឹងហើយនៅពេលដែលយើងចូលរួមយ៉ាងទៅក្នុងកម្មវិធីហ្នឹងសុទ្ធតែជាអ្នកដែលមានចំណាប់អារម្មណ៍ដូចយើងអញ្ចឹង If someone asks me how did I make it more this interactive, I will say I learned it from DW. តែយើងមានចំណុចដូចគ្នាយើងនិយាយត្រូវគ្នាយើងអាចធ្វើ project ឬក៏ធ្វើការងាររួមគ្នានៅពេលអនាគតបានគឺថាបានដែរអានឹងគឺជាអ្វីដែលខ្ញុំតែងតែគិតថាខ្ញុំគួរតែចំណាយពេលវេលាបើសិនជាខ្ញុំមានពេលវេលាទំនេរខ្ញុំគួរតែចូលរួមកម្មវិធីទាំងអស់ហ្នឹងហើយបងប្អូនក៏ដូចគ្នាដែរនៅពេលដែលចូលរួមកម្មវិធីកាន់តែច្រើនយើងស្វែងយល់ខ្លួនឯងកាន់តែច្បាស់ថាយើងមានចំណង់ចំណូលចិត្តបែបណាយើងស្រឡាញ់អីហើយជាពិសេសគឺយើងបានរៀនពីអ្វីដែលថ្មីជាពិសេសដូចជាវគ្គ meal training នឹងអញ្ចឹងគឺរៀនអ្វីដែលពាក់ព័ន្ធជាមួយនឹង media information literacy ការប្រើប្រាស់បណ្ដាញសង្គមធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពប្រើប្រាស់យ៉ាងណាកុំឲ្យប៉ះពាល់ទៅដល់អ្នកដទៃអញ្ចឹងទៅហើយខ្ញុំបង្ហាញទាំងអស់គ្នានៅក្នុងកម្មវិធីនឹងមួយចំនួនហើយសង្ឃឹមថាវានឹងអាចលើកទឹកចិត្តទាំងអស់គ្នាឲ្យចាប់អារម្មណ៍ចូលក្នុងកម្មវិធីផ្សេងៗនៅពេលខាងមុខបន្តទៀត So thanks a lot for being here. Thanks a lot for participating on all your ideas and the engagement. We see each other again, I'm sure. អរគុណច្រើនទាំងអស់គ្នាចំពោះការទស្សនាវីដេអូមួយនេះជម្រាបលាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយមួយទៀត